នៅពេលពិធីស្បត់តំណែងជាថ្មីរបស់ឪពុកគាត់កាលពីខែមករាឆ្នាំ2025មានយុវជនម្នាក់ដែលខ្ពស់ជាងអ្នកគ្រប់គ្នានៅជុំវិញធ្វើឲ្យពាក្យស្វែងរកតើបារ៉ុនត្រាំកម្ពស់ប៉ុន្មានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្ដាញអ៊ីនធឺណិតគាត់កម្ពស់ប្រហែល6 ហ្វីត 7 អ៊ីងគាត់គឺជាកូនប្រុសតែម្នាក់គត់របស់ Donald និង Melania Trump ហើយថ្វីត្បិតជាកូនប្រធានាធិបតីគាត់នៅតែជាមនុស្សម្នាក់ដែលរក្សាភាពស្ងៀមស្ងាត់ជាទីបំផុតនៅក្នុងគ្រួសារ Trump តើ Baron Trump ជានរណាតើគាត់រស់នៅជីវិតបែបណាក្រោមពន្លឺភ្លើងសាធារណៈយ៉ាងខ្លាំងតាំងពីអាយុ10ឆ្នាំសប្តាហ៍ថ្ងៃនេះតាមរបាយការណ៍មួយចំនួនឈ្មោះរបស់គាត់ត្រូវបានភ្ជាប់ជាមួយនឹងតម្លៃទ្រព្យរាប់លានដុល្លារតោះស្វែងយល់ជាមួយគ្នាប្រវត្តិរូបនិងគ្រួសារ Baron William Trump កើតនៅថ្ងៃទី20 ខែមីនាឆ្នាំ2006នៅទីក្រុងញូវយ៉កគាត់ជាកូនតែម្នាក់គត់របស់ Donald Trump និង Melania Trump ប៉ុន្តែជាកូនទី5របស់ Donald Trump ដោយមានបងប្អូនស្រីប្រុសចំនួន4នាក់ទៀតគឺ Donald Jr. Ivanka Eric និង Tiffany ឈ្មោះ Baron ត្រូវបានគេថាយកតាមឈ្មោះក្លែងក្លាយដែល Donald Trump ធ្លាប់ប្រើពេលទាក់ទងជាមួយសារព័ត៌មានគឺ John Baron ធំធាត់ឡើងជាមួយម្ដាយកំណើតជនជាតិស្លូវ៉ានីគឺ Melania ដែលនិយាយភាសាស្លូវ៉ានីជាមួយគាត់តាំងពីតូចធ្វើឲ្យ Baron អាចប្រើភាសាស្លូវ៉ានីបានច្រើនជាងភាសាអង់គ្លេសមុនពេលឪពុករបស់គាត់ក្លាយជាប្រធានាធិបតីទី1ក្នុងឆ្នាំ2016 Baron រស់នៅជីវិតកុមារធម្មតានៅទីក្រុងញូវយ៉កក៏ប៉ុន្តែ Melania បានការពារឯកជនភាពរបស់កូនប្រុសយ៉ាងតឹងរ៉ឹងដោយស្នើសុំព័ត៌មានកុំថតរូបឬសរសេររឿងអំពីគាត់ខណៈគាត់នៅជាអនីតិជនដំណើរការសិក្សារបស់ Baron មានច្រើនដំណាក់កាលតាមទីតាំងដែលគ្រួសាររស់នៅ Columbia Grammar and Preparatory School ទីក្រុងញូវយ៉កសាលារៀនឯកជនចាស់ជាគេបំផុតមួយនៅសហរដ្ឋអាមេរិកជាកន្លែងគាត់ចាប់ផ្ដើមការសិក្សា Andrew Episcopal School រដ្ឋ Maryland បន្ទាប់ពីគ្រួសារផ្លាស់ទៅ Washington DC ឆ្នាំ2017ក្រោយឪពុកគាត់ឡើងកាន់តំណែងលើកទី1 Oak Ridge Academy រដ្ឋ Florida សាលាកម្រិតវិទ្យាល័យចុងក្រោយដែលគាត់បញ្ចប់ការសិក្សានៅខែឧសភាឆ្នាំ2024បន្ទាប់ពីនោះ Baron បានចូលរៀននៅ New York University Stern School of Business ដែលជាសាលាជំនួញកម្រិតកំពូលមួយចំណាត់ថ្នាក់ទី6ក្នុងចំណាត់ថ្នាក់ NCAA ថ្មីចាប់ផ្ដើមឆ្នាំសិក្សា2024គាត់ត្រូវបានគេឃើញនៅបរិវេណសាលាដោយមានក្រុមសន្តិសុខ Secret Service ដើរតាមជិតដែលធ្វើឲ្យគាត់ក្លាយជានិស្សិតល្បីល្បាញបំផុតនៅ NYU ចាប់ពីឈុំទី2ឆ្នាំ2025តាមរបាយការណ៍ Baron បានផ្លាស់ទៅរៀននៅសាខា NYU ក្នុងទីក្រុង Washington DC នៅជិត White House ដែលជាកន្លែងគាត់រស់នៅជាមួយឪពុកម្ដាយធ្វើឲ្យគាត់អាចរក្សាតុល្យភាពទ្រព្យសម្បត្តិនិងជីវិតប្រចាំថ្ងៃនេះជាចំណុចមួយដែលគួរប្រុងប្រយ័ត្នចំពោះព័ត៌មាន Baron មិនមែនជាអ្នកជំនួញឬម្ចាស់អាជីវកម្មដោយខ្លួនឯងទេគាត់នៅជានិស្សិតក៏ប៉ុន្តែកាសែត Forbes បានរាយការណ៍ថា Baron អាចមានតម្លៃទ្រព្យសម្បត្តិប្រហែល$150 លានដោយផ្អែកលើចំណែកកម្មសិទ្ធិដែលគេថាទាក់ទងនឹងគម្រោង Cryptocurrency របស់គ្រួសារ Trump នេះជាការប៉ាន់ស្មានផ្អែកលើតម្លៃទីផ្សារ Crypto ដែលប្រែប្រួលខ្លាំង
មិនមែនជាទ្រព្យសាច់ប្រាក់ដែលបញ្ជាក់ជាផ្លូវការនោះទេក្នុងជីវិតប្រចាំថ្ងៃ Baron រស់នៅដោយមានក្រុមសន្តិសុខការពារជាប់ជានិច្ចជាកូនប្រធានាធិបតីគាត់ទទួលការការពារពី Secret Service គ្រប់ទីកន្លែងដែលគាត់ទៅ Melania Trump ធ្លាប់សរសេរក្នុងសៀវភៅផ្ទាល់ខ្លួនរបស់នាងឆ្នាំ2024ថា Baron ជាកូនប្រុសដែលរឹងមាំក្នុងការប្រឈមមុខនឹងសម្ពាធសាធារណៈ Baron រក្សាកម្រិតទំនាក់ទំនងសាធារណៈទាបខ្លាំងដោយកម្រលេចមុខនៅព្រឹត្តិការណ៍ណាមួយក្រៅពីព្រឹត្តិការណ៍គ្រួសារសំខាន់ៗផ្ទះយន្តហោះយ៉ាតនិងរថយន្តត្រង់ចំណុចនេះចាំបាច់ត្រូវសម្គាល់ឲ្យច្បាស់ភាគច្រើននៃទ្រព្យសម្បត្តិទាំងនេះជាកម្មសិទ្ធិគ្រួសារ Trump ឬ Trump Organization មិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ Baron ទេកន្លែងរស់នៅ Baron ធំធាត់ឡើងនៅផ្ទះកំពូលរបស់គ្រួសារ Trump Tower ទីក្រុង New York មុនពេលផ្លាស់ទៅ Mar-a-Lago ក្លឹបឯកជននៅ Palm Beach រដ្ឋ Florida ជាកន្លែងគាត់ចំណាយពេលវិស្សមកាលនិងចូលឆ្នាំថ្មីជាទៀងទាត់បច្ចុប្បន្នគាត់រស់នៅជាមួយឪពុកម្ដាយក្នុងវិមានសយន្តហោះគ្រួសារ Trump ប្រើប្រាស់យន្តហោះឯកជនហៅថា Trump Force One ជា Boeing 757ជាកម្មសិទ្ធិ Trump Organization តាំងពីមុនពេល Donald Trump ក្លាយជាប្រធានាធិបតីយ៉ាតមិនមានកំណត់ត្រាសាធារណៈបញ្ជាក់ថា Trump កាន់កាប់យ៉ាតឯកជនក្នុងសម័យបច្ចុប្បន្នទេរថយន្តមិនមានព័ត៌មានជាសាធារណៈបញ្ជាក់ថា Baron មានរថយន្តផ្ទាល់ខ្លួនណាមួយនោះទេដោយសារគាត់ធ្វើដំណើរជាមួយក្រុមអង្គរៈជានិច្ចម៉ាកសម្លៀកបំពាក់និងនាឡិកាផ្នែកនេះក៏ជាចំណុចដែលមានព័ត៌មានតិចតួចផងដែរ Baron ត្រូវបានគេឃើញស្លៀកសម្លៀកបំពាក់ផាគូក្នុងព្រឹត្តិការណ៍ផ្លូវការនានាដូចជាថ្ងៃបោះឆ្នោតនិងពិធីសម្បត្តិតំណែងស្រដៀងនឹងសមាជិកគ្រួសារ Trump ផ្សេងៗទៀតក៏ប៉ុន្តែគ្មានប្រភពព័ត៌មានគួរទុកចិត្តណាមួយបញ្ជាក់ថាគាត់មានម៉ាកនាឡិកាឬម៉ាកសម្លៀកបំពាក់ដែលគាត់ចូលចិត្តជាពិសេសនោះទេលើកលែងតែជាការទស្សន៍ទាយតែប៉ុណ្ណោះវីដេអូនេះនឹងមិនលើកឡើងព័ត៌មានคล้ายៗអំពីម៉ាកជាក់លាក់ណាមួយឡើយចំពោះការវិនិយោគនិងអាជីពថ្មីត្បិត Baron នៅជានិស្សិតក៏ប៉ុន្តែឈ្មោះរបស់គាត់បានលេចមុខក្នុងវិស័យ Cryptocurrency របស់គ្រួសារគាត់ត្រូវបានលើកឡើងថាមានតួនាទីតាក់ទងនឹងគម្រោង World Liberty Financial ជាគម្រោង DeFi ដែលបងប្អូនប្រុសរបស់គាត់គឺ Eric និង Donald Jr. ចូលរួមដឹកនាំផងដែររបាយការណ៍មួយចំនួនហៅ Baron ថាជា DeFi Visionary ក្នុងសម្ភារៈផ្សព្វផ្សាយរបស់ក្រុមហ៊ុនប៉ុន្តែកម្រិតនៃការចូលរួមជាក់ស្ដែងរបស់គាត់មិនត្រូវបានបញ្ជាក់ជាសាធារណៈយ៉ាងលម្អិតទេសកម្មភាពសប្បុរសធម៌មិនដូចសមាជិកគ្រួសារ Trump ខ្លះទេ Baron មិនទាន់មានកំណត់ត្រាសាធារណៈអំពីការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាក់លាក់ណាមួយឡើយដោយសារគាត់រក្សាកម្រិតទំនាក់ទំនងសាធារណៈទាបខ្លាំងគ្រួសារ Trump ធ្លាប់មានមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួន Trump Foundation ប៉ុន្តែមូលនិធិនេះត្រូវបានរំលាយចោលនៅឆ្នាំ2018បន្ទាប់ពីមានវិវាទផ្លូវច្បាប់ចំពោះ Baron ខ្លួនឯងគ្មានទិន្នន័យជាសាធារណៈបញ្ជាក់ពីការចូលរួមសប្បុរសធម៌ជាក់លាក់ណាមួយឡើយក្រៅពីនេះ Baron មិនទាន់មានអាជីពជាផ្លូវការឬក្រុមហ៊ុនផ្ទាល់ខ្លួនណាមួយឡើយគាត់នៅជានិស្សិតឆ្នាំទី2នៅ NYU Stern ដោយផ្ដោតលើការសិក្សាភាពស្ងាត់ស្ងៀមក្នុងគ្រួសារល្បីល្បាញបំផុតមួយរបស់ពិភពលោកខណៈពេលបងប្អូនប្រុសស្រីរបស់គាត់ជាច្រើនអ្នក
សកម្មលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងនយោបាយបារនរក្សាភាពស្ងាត់ស្ងៀមនិងជៀសវាងការលេចមុខជាសាធារណៈតាមអ្វីដែលអាចធ្វើទៅបានជាជំរឿនដែលគាត់រក្សាតាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្នការធ្វើតុល្យភាពរវាងជីវិតធម្មតានិងកូនប្រធានាធិបតីការចូលរៀននៅ NYU ក្នុងនាមជានិស្សិតធម្មតាខណៈមានក្រុមសន្តិសុខការពារជាប់ជានិច្ចបង្ហាញពីបញ្ហាប្រឈមមួយពិសេសដែលកូនប្រធានាធិបតីត្រូវប្រឈមចង់រស់នៅជីវិតធម្មតាប៉ុន្តែมันអាចគេចផុតពីភ្នែកសាធារណជនបានមេរៀនជីវិតរឿងរបស់បារ៉នបង្រៀនយើងថាភាពល្បីល្បាញមិនតែងតែជាការជ្រើសរើសនោះទេហើយអ្នកខ្លះជ្រើសរើសរក្សាភាពស្ងាត់ស្ងៀមថែរក្សាឯកជនភាពនិងផ្ដោតលើគោលដៅផ្ទាល់ខ្លួនជាជាងស្វែងរកពន្លឺភ្លើងសាធារណៈអ្វីត្បិតកើតមកក្នុងគ្រួសារដែលពិភពលោកទាំងមូលកំពុងសម្លឹងមើលឃើញក៏ដោយហេតុការណ៍គួរឲ្យចាប់អារម្មណ៍និងមេរៀនជីវិតភាពខ្ពស់ដ៏គួរឲ្យចាប់អារម្មណ៍បារ៉នខ្ពស់ជាងសមាជិកគ្រួសារទាំងអស់ធ្វើឲ្យគាត់ក្លាយជាចំណុចចាប់អារម្មណ៍រាល់ពេលលេចមុខជាសាធារណៈអ្វីត្បិតគាត់មិនចង់បានការចាប់អារម្មណ៍នេះក៏ដោយបារ៉នត្រាំនៅតែជាតួអង្គដ៏អាថ៌កំបាំងបំផុតម្នាក់ក្នុងគ្រួសារនយោបាយដ៏ល្បីល្បាញនេះគាត់ជានិស្សិតជាកូនប្រធានាធិបតីជាមនុស្សវ័យក្មេងម្នាក់ដែលកំពុងស្វែងរកផ្លូវរបស់ខ្លួនក្នុងស្រមោលដ៏ធំនៃឈ្មោះគ្រួសារគាត់តើអនាគតរបស់គាត់នឹងទៅជាយ៉ាងណានេះជាសំណួរដែលពិភពលោកនៅតែបន្តតាមដានសូមចុច Subscribe ដើម្បីទទួលបានវីដេអូឯកសារបន្ថែមទៀតអំពីគ្រួសារនយោបាយនិងអ្នកមានឥទ្ធិពលនៅលើពិភពលោក